កម្ពុជាតារាចម្រៀងខេមរៈស្រីមុនឆ្លើយតបអ្នកឌឺដងចំពោះឈុតសម្ដែងមួយនៅលើឆាកឈុតសម្ដែងមួយនៅលើឆាកតន្ត្រីដ៏ធំពីសំណាក់កម្ពុជាតារាចម្រៀងខេមរៈស្រីមុនសប្តាហ៍ត្រូវបានគេយកទៅកាត់តសំឡេងបែបឌឺដងផ្លែផ្កាទោះជាសំណើចសម្រាប់ hater មួយចំនួនរហូតធ្វើឲ្យសម័យខ្លួនត្រឹមពុំបានចេញមកពន្យល់អំពីការច្នៃប្រឌិតក្នុងនាងជាសិល្បៈកម្ពុជាតារាចម្រៀងខេមរៈស្រីមុនបានបញ្យល់អ្នកឌីដងរូបនោះថាសិល្បៈគឺជាជំនាញរបស់លោកជា20ឆ្នាំមកហើយសិល្បៈគឺជាការច្នៃប្រឌិតដើម្បីកុំឲ្យអ្នកគ្រប់គ្រងមានការធុញទ្រាន់កម្ពុជាតារាចម្រៀងរូបនេះផ្ដាំទៅអ្នកឌីដងថាបើគិតថាចេះជាងលោកហើយលោកធ្វើទៅមិនត្រូវលោកសុំឲ្យធ្វើដោយខ្លួនឯងចោះហើយធ្វើយ៉ាងណាឲ្យមានប្រជាប្រិយភាពឲ្យខ្លាំងលោកចាំគ្រប់គ្រងធ្វើជាអ្នកគ្រប់គ្រងវិញ